អត្ថប្រយោជន៍ដ៏អស្ចារ្យនៃផ្លែត្របែកចំពោះសុខភាពផ្លែត្របែកជាផ្លែឈើត្រូពិកដែលពេញនិយមនិងមានរសជាតិឆ្ងាញ់ហើយក៏ជាប្រភពដ៏សម្បូរបែបនៃសារធាតុចិញ្ចឹមដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពការទទួលទានត្របែកជាប្រចាំអាចជួយពង្រឹងសុខភាពរាងកាយទាំងមូល 1. សម្បូរទៅដោយវីតាមីន C ជួយពង្រឹងប្រព័ន្ធភាពស៊ាំត្របែកត្រូវបានគេដឹងថាជាផ្លែឈើមួយប្រភេទដែលមានវីតាមីន C ច្រើនជាងផ្លែក្រូចរហូតដល់4ដងវីតាមីន C ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏សំខាន់ដែលជួយជំរុញការផលិតកោសិកាឈាមសដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគនិងជំងឺផ្សេងៗការពារកោសិកាពីការខូចខាតដែលបង្កឡើងដោយ Radical Series Free Radicals កាត់បន្ថយរយៈពេលនៃជំងឺផ្ដាសាយ 2. ជួយដល់សុខភាពបេះដូងត្របែកមានផ្ទុកសារធាតុប៉ូតាស្យូមនិងជាតិសរសៃរលាយ Soluble Fiber ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពសរសៃឈាមបេះដូងប៉ូតាស្យូមជួយគ្រប់គ្រងសម្ពាធឈាមដោយទប់ទល់នឹងឥទ្ធិពលនៃជាតិសូឌីយ៉ូមជាតិសរសៃជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់ LDL កូលេស្តេរ៉ុលនិងបង្កើនកូលេស្តេរ៉ុលល្អ HDL កូលេស្តេរ៉ុលដែលកាត់បន្ថយហានិភ័យនៃជំងឺបេះដូងនិងដាច់សរសៃឈាមខួរក្បាល 3. ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមផ្លែត្របែកមានជាតិសរសៃខ្ពស់និងមានសន្ទុះជាតិស្ករទាប Low Glycemic Index ដែលធ្វើឲ្យការស្រូបយកជាតិស្ករទៅក្នុងចរន្តឈាមមានភាពយឺតយ៉ាវនេះធ្វើឲ្យត្របែកក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកជំងឺទឹកនោមផែមឬអ្នកដែលមានហានិភ័យកើតជំងឺនេះការស្រាវជ្រាវក៏បានបង្ហាញថាតែស្លឹកត្របែកក៏អាចជួយកែលម្អការទប់ទល់អាំងស៊ូលីនបានផងដែរ 4. ជំរុញសុខភាពប្រព័ន្ធរំលាយអាហារត្របែកជាប្រភពដ៏ល្អនៃជាតិស្រសៃចំណីអាហារដែលជួយដល់ចលនាពោះវៀនឲ្យមានភាពទៀងទាត់និងការពារការទល់លាមកជួយព្យាបាលជំងឺរាគរូសដោយសារតែស្លឹកត្របែកមានសារធាតុប្រឆាំងបាក់តេរីនិងសារធាតុប្រឆាំងការរលាកជាតិស្រសៃជួយទ្រទ្រង់ដល់បាក់តេរីល្អក្នុងពោះវៀនធ្វើឲ្យប្រព័ន្ធរំលាយអាហារមានដំណើរការល្អ 5. អាចមានលក្ខណៈសម្បត្តិប្រឆាំងមហារីកត្របែកជាពិសេសប្រភេទដែលមានសាច់ពណ៌ផ្កាឈូកមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាដូចជា Lycopene និងវីតាមីន C សារធាតុទាំងនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួនដូចជាមហារីកសូដន់និងមហារីកក្រពេញប្រូស្តាតដោយជួយទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីក 6. ជួយសម្រកទម្ងន់ត្របែកមានកាឡូរីទាបនិងជាតិសរសៃខ្ពស់ជាតិសរសៃជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរដែលកាត់បន្ថយការទទួលទានអាហារច្រើនហួសប្រមាណនិងជួយសម្រួលដល់ដំណើរការសម្រកទម្ងន់ 7. ជួយដល់សុខភាពស្បែកនិងភ្នែកវីតាមីន A ក្នុងផ្លែត្របែកគឺសំខាន់សម្រាប់រក្សាសុខភាពភ្នែកវីតាមីន C ជួយដល់ការផលិតកូឡាជែនដែលជាប្រូតេអ៊ីនសំខាន់សម្រាប់រក្សាភាពយឺតនិងរឹងមាំរបស់ស្បែកព្រមទាំងការពារស្បែកពីភាពចាស់មុនអាយុ 8. ជួយបំបត្តិការឈឺចាប់ពេលមករដូវការស្រាវជ្រាវមួយចំនួនបានបង្ហាញថាការទទួលទានចម្រាញ់ចេញពីស្លឹកត្របែកអាចមានប្រសិទ្ធភាពក្នុងការបន្ថយការឈឺចាប់ពេលមករដូវបានល្អជាងការប្រើថ្នាំបំបាត់ការឈឺចាប់មួយចំនួនដូចជា Ibuprofen ទៅទៀតស្លឹកត្របែកមានសារធាតុប្រឆាំងការរលាកនិងប្រឆាំងការកន្ត្រាក់សាច់ដុំដែលជួយបន្ធូរភាពតានតឹងនិងការឈឺចាប់ក្នុងពោះ 9. ជាភ្នាក់ងារប្រឆាំងភាពតានតឹងផ្លែត្របែកជាពិសេសស្លឹកនិងសាច់របស់វាផ្ទុកទៅដោយម៉ាញ៉េសូមដែលជាសារធាតុរ៉ែសំខាន់សម្រាប់ជួយសម្រួលសាច់ដុំនិងសរសៃប្រសាទម៉ាញ៉េសូមជួយកាត់បន្ថយភាពតានតឹងការថប់បារម្ភនិងជួយឲ្យមានការគេងលក់ស្រួលជាងមុន 10. ជួយដល់សុខភាពក្រពើទីរ៉ូអ៊ីតផ្លែត្របែកមានផ្ទុកទង់ដែងដែលជាសារធាតុរ៉ែដ៏ចាំបាច់មួយសម្រាប់ជួយដល់ការគ្រប់គ្រងនិងការស្រូបចូលនៃអរម៉ូនវាជួយឲ្យក្រពើទីរ៉ូអ៊ីតដំណើរការបានល្អដែលក្រពើនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងថាមពលនិងការរំលាយអាហារក្នុងរាងកាយ 11. អត្ថប្រយោជន៍ចំពោះស្ត្រីមានផ្ទៃពោះត្របែកមានផ្ទុកហ្វូឡេតឬវីតាមីន B9 ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះ Folate ជួយការពារការវិវត្តខប្រក្រតីនៃខួរក្បាលនិងខួរឆ្កាងខ្នងរបស់ទារក Neural Tube Defects វាក៏ជាប្រភពនៃជាតិដែកផងដែរដែលជួយការពារភាពស្លេកស្លាំងពេលមានផ្ទៃពោះសរុបមក
ផ្លែត្របែកគឺជាផ្លែឈើដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេថែមទាំងផ្ដល់អត្ថប្រយោជន៍សុខភាពយ៉ាងសម្បូរបែបដែលគួរតែបន្ថែមទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកបើគិតថាវីដេអូនេះល្អសូមជួយចែករំលែកបន្តផងសូមអរគុណ